ជំនឿសាសនាបានអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អដើម្បីជាបុណ្យកុសលសម្រាប់ជាតិខាងមុខហើយបុណ្យទាំងនោះនឹងនាំឲ្យអ្នកកើតនៅរូបសម្រស់ស្រស់ស្អាតនេះគឺជាការអប់រំបែបសាសនាតែប្រសិនបានអ្នកប្រព្រឹត្តនៅអំពើអាក្រក់នោះអ្នកនឹងកើតជាតិក្រោយវាអាចបណ្ដាលឲ្យយើងមិនមានកាយសម្បត្តិគ្រប់គ្រាន់ឬក៏មានរូបសម្បត្តិមិនស្អាតបាទប៉ុន្តែនៅក្នុងបច្ចេកវិទ្យាឬក៏ផ្នែកវិទ្យាសាស្ត្ររបស់យើងបច្ចុប្បន្នយើងអាចជ្រើសរើសឬក៏កំណត់កូនបានឬក៏សែនណាដែលមានលក្ខណៈលុបដែលយើងចង់បានដោយសារតែមានការរីកចម្រើនដែលវានាំមកនៅផលប៉ះពាល់ទៅលើកត្តាជំនឿសាសនាដែលជំនឿសាសនាបានបង្រៀននោះថាអ្នកធ្វើល្អនឹងទទួលបានផលល្អអ្នកធ្វើអាក្រក់នឹងទទួលបានផលអាក្រក់ហើយក៏បានអប់រំឲ្យមនុស្សចេះកសាងអំពើល្អកុំឲ្យជាតិក្រោយទៀតគឺមានរូបសម្បត្តិមិនស្រស់ស្អាតប៉ុន្តែដោយសារតែបច្ចេកវិទ្យានៅក្នុងយុគសម័យសែនមានការប្រែប្រួលមានការជឿនលឿនវាធ្វើឲ្យមនុស្សលែងជឿទៅលើសាសនាដែលនេះគឺជាផលគ្រោះថ្នាក់មួយដែលធ្វើឲ្យមនុស្សលែងជឿទៅនឹងសាសនាហើយក្រៅពីនោះទៀតវិស្វកម្មស៊ីនទិកក៏វាមានផលប៉ះពាល់ទៅលើបរិស្ថានដែលនាំឲ្យសត្វមួយចំនួនគឺវាធន់ទៅនឹងថ្នាំរុក្ខជាតិ GM ហើយមានមួយចំនួនទៀតគឺវាបណ្ដាលឲ្យខូចនៅសុខភាពព្រោះយើងដឹងថាប្រជាជនយើងមានជំងឺច្រើនដោយសារតែបច្ចុប្បន្នគឺមានការញ៉ាំអាហារដែលសម្បូរទៅដោយជាតិគីមីដោយប្រើប្រាស់នៅវិស្វកម្មស៊ីនទិកដោយសារតែតម្រូវការរបស់មនុស្សយើងច្រើនយើងចូលចិត្តអាណាដែលមានការកែច្នៃរុក្ខជាតិ GM ច្រើននេះហើយដែលនាំមកនៅផលប៉ះពាល់សុខភាព